នេះទើបជាជីវិតរស់រាននៅលើក្បូនឈើក្នុងពិភពពិតចាប់ផ្ដើមឡើងត្រឹមតែក្តារឈើចាស់ប៉ុន្មានសន្លឹកប៉ុន្តែតាមរយៈការកែច្នៃអស់រយៈពេលពេញមួយឆ្នាំរបស់បុរសម្នាក់នេះគាត់បានពង្រីកវាឲ្យក្លាយជានាវាណូអេដែលមានទំហំរាប់រយម៉ែត្រការ៉េនៅលើទូកមិនត្រឹមតែមានផ្ទះលើទឹកប៉ុណ្ណោះទេថែមទាំងមានការកាប់ឆ្ការដីដាំស្រូវនៅលើផ្ទៃទឹកទៀតផងពេលទំនេរគាត់លេងជាមួយឆ្មាបណ្ដាឆ្កែប្រមូលផលបន្លែនិងស្ទូចត្រីក្នុងស្រះដែលគាត់ធ្វើដោយខ្លួនឯងដោយប្រែក្លាយជីវិតដូចទៅនឹងក្តីស្រមៃដោយសារតែទ្រាំមិនបាននឹងភាពតានតឹងក្នុងទីក្រុងធំអាប៊ូបានសម្រេចចិត្តលាឈប់ពីការងារដ៏នឿយហត់ពីម៉ោង 9 ព្រឹកដល់ 5 ល្ងាចហើយជ្រើសរើសមករស់នៅទីហោឋានតែម្នាក់ឯងបើប្រៀបធៀបទៅនឹងជំរកធម្មតាលើកនេះគាត់ជ្រើសរើសសាងសង់ផ្ទះនៅលើផ្ទៃទឹកដោយគិតថាទូកអន្តែតទៅដល់ណាទីនោះគឺជាផ្ទះរបស់គាត់បន្ទាប់ពីធ្វើតេស្តកម្លាំងអន្តែតគ្មានបញ្ហាអាប៊ូបានទៅកាប់ឈើជាច្រើនបន្ថែមទៀតហើយចង់វាចូលគ្នាដោយប្រើវិធីសាស្ត្រដដែលគ្រាន់តែភ្ជាប់ដើមឈើទាំងនោះចូលគ្នាគាត់ទទួលបានក្បូនអន្តែតដ៏ធំមួយនៅថ្ងៃទី 2 អាប៊ូបានគូរគំនូរតាំងសាមញ្ញមួយបន្ទាប់ឪពុះឫស្សីជាបន្ទះដើម្បីក្រាលធ្វើជាកម្រាលឥដ្ឋកំណាត់ឈើធំមានកម្លាំងគ្រប់គ្រាន់ក្នុងការទ្រទម្ងន់ហើយវត្ថុធាតុដើមក៏ងាយស្រួលរកផងដែរឈើសម្រាប់ធ្វើជញ្ជាំងត្រូវតែធំជាងនេះព្រោះផ្ទះនេះសង់នៅលើទឹកដូច្នេះភាពរឹងមាំត្រូវតែធានាឲ្យបានល្អបើមិនដូច្នេះទេរលកមួយបោកមកអាចធ្វើឲ្យវាលេចបានរូបរាងផ្ទះមួយក៏លេចចេញជារូបរាងឡើងដែលទំហំនេះគឺធំទូលាយគ្រប់គ្រាន់សម្រាប់មនុស្សម្នាក់និងឆ្កែមួយក្បាលដោយសារខ្វះសម្ភារៈធ្វើដំបូលគាត់អាចត្រឹមតែត្បាញបន្ទះឫស្សីចូលគ្នាដែលទោះបីជាវាមិនសូវការពារភ្លៀងបានល្អតែយ៉ាងហោចណាស់ក៏អាចការពារកម្ដៅថ្ងៃបានដែរជាងនេះទៅទៀតនៅបែរនោះមានឧបករណ៍ដងថ្លឹងដែលគាត់ធ្វើដោយខ្លួនឯងដែលជួយសន្សំពេលវេលាក្នុងការដឹកជញ្ជូនបានយ៉ាងច្រើនបន្ទាប់ពីគាត់ក្រាលកម្រាលឥដ្ឋជាន់លើរួចរាល់ដំណើរការសាងសង់ជំរកក៏បានឈានទៅមុខមួយជំហានទៀតទោះបីជាមើលទៅហាក់ដូចជាមានតែជញ្ជាំងទេប៉ុន្តែយ៉ាងហោចណាស់វាក៏ជាការចាប់ផ្ដើមដ៏ល្អអាកាសធាតុថ្ងៃថ្មីស្រឡះល្អអាប៊ូក៏បន្តយកឈើមកពង្រីកផ្នែកខាងមុខទូកធ្វើឲ្យផ្ទៃក្រឡាផ្ទះថ្មីធំជាងមុន10ម៉ែត្រការ៉េសីតុណ្ហភាពរដូវក្តៅមិនសូវក្តៅប៉ុន្មានទេពេលក្តៅអាប៊ូក៏ចុះទៅងូតទឹកហើយពេលឡើងមកវិញគាត់ថែមទាំងចាប់បានខ្យងខ្ចៅមួយចំនួនទៀតផងដែលពិតជាស្រស់ស្រាយណាស់ស្របពេលដែលអាហារថ្ងៃត្រង់មិនទាន់មានផងគាត់ក៏បង្កាត់ភ្លើងអាំងអាហារដែលរកបានភ្លាមខ្យងស្រស់មានក្លិនឈ្ងុយណាស់គ្រាន់តែមិនដឹងថាមានព្រួញឬអត់បន្ទាប់ពីបំពេញថាមពលរួចដោយសារឈើនៅក្បែរនោះអស់គាត់ត្រូវអុំទូកទៅខាងទៀតនៃកោះដើម្បីយកឈើនិងបន្ទះឫស្សីមកធ្វើជញ្ជាំងខាងក្នុងអាកាសធាតុនេះហាក់ដូចជានឹងមានភ្លៀងធ្លាក់ដូច្នេះអាប៊ូត្រូវពន្លឿនការងារបន្ទាប់ពីធ្វើជញ្ជាំងទាំង4រួចគាត់ថែមទាំងធ្វើទ្វារធំមួយផងដែរដែលឥឡូវនេះមើលទៅរាងដូចជាសាឡាទៀនបន្តិចហើយចំណែកឯបង្អួចវិញគាត់មានគំនិតច្នៃប្រឌិតដោយខ្លួនឯងដោយទៅរកវលិកនិងរុក្ខជាតិបៃតងនៅមាត់ច្រាំងយកមកអាំងភ្លើងឲ្យស្ងួតទឹករួចប្រើកម្លាំងពុតវាចងជាស៊ុមបង្អួចរាងកោងដែលមានទំហំសមលំឥតខ្ចោះក្រៅពីនេះរបងក៏ជារឿងចាំបាច់ដែលមិនអាចខ្វះបានដើម្បីការពារកុំឲ្យធ្លាក់ទឹកនៅពេលយប់ទោះបីជាបញ្ហាកន្លែងស្នាក់នៅត្រូវបានដោះស្រាយប៉ុន្តែវិធីស្វែងរកអាហារនៅមានកម្រិតនៅឡើយដូច្នេះអាប៊ូក៏ត្រឡប់ចូលព្រៃម្ដងទៀតស្វែងរកគោឈើប្រហោងហើយកាត់វាជាកង់ដើម្បីធ្វើជាសួនបន្លែបណ្ដោះអាសន្នព្រោះដើម្បីរស់នៅយូរអង្វែងក្នុងព្រៃការបំពេញវីតាមីនគឺជារឿងចាំបាច់នៅក្នុងព្រៃក្រៅពីមានធនធានឈើច្រើនរុក្ខជាតិផ្សេងក៏មានមិនតិចដែរដូចជាម្ទេសព្រៃនិងកូនត្រាវជាដើមដែលសុទ្ធសឹងជាវត្ថុធាតុរស់រានមានជីវិតដ៏ល្អបំផុតដាំវានៅទីនេះធានាថាមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ហើយមិនបាច់បារម្ភពីរឿងខ្វះទឹកស្រោចឡើយមើលពីចម្ងាយជំរកនេះមើលទៅចម្លែកណាស់ប៉ុន្តែអាប៊ូនៅតែមិនទាន់ពេញចិត្តគាត់បានចោះឈើប៉ុន្មានដើមទៀតហើយសាងសង់ជំរកតូចមួយតាមវិធីដដែលដើម្បីធ្វើជាផ្ទះបាយនៅខាងក្រៅព្រោះអាកាសធាតុក្នុងព្រៃមិនទៀងទាត់មានដំបូលបាំងខ្យល់បាំងភ្លៀងទើបមិនបារម្ភខ្លាចទឹកភ្លៀងធ្វើឲ្យរលត់ភ្លើងគួរឲ្យស្ដាយសត្វចិញ្ចឹមរបស់គាត់បែរជាគិតថាវាជាទ្រង់ឆ្កែទៅវិញដើម្បីសាកល្បងប្រសិទ្ធភាពចម្អិនអាហាររបស់ចង្ក្រានថ្មីអាប៊ូបានរកមែកឈើកោងមួយដើមដើម្បីធ្វើជាអាវុធសម្រាប់រកអាហារគាត់ចោះរន្ធនៅខាងចុងហើយយកបន្ទះដែកមកដំឲ្យមានទំហំសមល្មមបំពាក់នៅលើដងនោះដើម្បីធ្វើជាកែបាញ់មើលទៅគាត់ចង់ធ្វើកាំភ្លើងបាញ់ត្រីដោយដៃបើនៅសម័យបុរាណគាត់ប្រកាសជាអាចធ្វើជាប្រធានផ្នែកភស្តុភារកងទ័ពមិនខានប្រសិទ្ធភាពវាពិតជាល្អមែនទាំងកម្លាំងនិងភាពជាក់លាក់គឺល្អខ្លាំងណាស់មិនត្រឹមតែប៉ុណ្ណឹងគាត់ថែមទាំងប្រើកញ្ចក់និងបំពង់ទឹកធ្វើជាវ៉ែនតាមមុជទឹកសាមញ្ញមួយបន្ទាប់មកក៏លោតចូលទឹកភ្លាមទើបតែចុះបានជាង2វិនាទីក៏ឃើញត្រីធំមួយក្បាលនេះជាការប្រមូលផលធំបំផុតតាំងពីអាប៊ូរស់នៅលើទឹកមកត្រីនេះអាចឲ្យគាត់ហូបបានមួយអាទិត្យដើម្បីកុំឲ្យខូចអាហារដ៏ឆ្ងាញ់នេះគាត់ប្រញាប់ប្រឡាក់គ្រឿងទុកមួយចំណែកសម្រាប់ឆ្អើរពន្លត់ទុកបានយូរនិងមួយចំណែកទៀតយកទៅអាំងផ្ទាល់តែម្ដងមេឃដែលស្រអាប់ជាយូរមកហើយក៏ស្រឡះឡើងវិញបន្សល់ទុកនៅទិដ្ឋភាពដ៏ស្រស់ស្អាតដែលកាមេរ៉ាមិនអាចផ្ដិតយកបានអស់គ្រាន់តែឃើញក៏គួរឲ្យចង់ញ៉ាំទៅហើយទោះបីវីដេអូមានរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុន្តែផ្ទះថ្មីនេះត្រូវអាប៊ូចំណាយពេលសាងសង់ជាងកន្លះឆ្នាំទៅហើយមើលតាមទំហំខ្លួនឆ្កែដែលធំជាងមុនក៏ដឹងថាពេលវេលាកន្លងផុតទៅយូរណាស់មកហើយ
ថ្ងៃស្អែកគាត់នឹងបន្ថែមគ្រឿងសង្ហារឹមឲ្យផ្ទះថ្មីនិងសង់ទ្រុងចិញ្ចឹមសត្វដែលនេះអាចធ្វើទៅបាននៅរដូវក្តៅថ្ងៃនេះពេលអាប៊ូភ្ញាក់ឡើងឃើញថាកម្រាលទុកទេស្អាតពេកស្របពេលនៅសល់រុស្ស៊ីពីការធ្វើរបងគាត់ក៏យកវាមកធ្វើតបាយគាត់ចោះរួនធ្វើជើងតូហើយប្រើបច្ចេកទេសភ្ជាប់ឈើដើម្បីផ្គុំបន្ទះតូពេលមានទៅហើយក៏ត្រូវមានកៅអីដែរដែលវាមានភាពងាយស្រួលក្នុងការធ្វើជាងលទ្ធផលចេញមកអាចចាត់ទុកថាជារបស់ដែលស្អាតបំផុតដែលខ្ញុំធ្លាប់ឃើញនៅទីហោឋានដោយសារផ្ទៃទូកកាន់តែធំរាល់ពេលចូលចតអាចប្រឈមនឹងការបុកទង្គិចអាប៊ូក៏មានបំណងសង់ទូកល្បឿនលឿនមួយដើម្បីងាយស្រួលទៅរកអាហារមិនយូរប៉ុន្មានបាតទូករុស្ស៊ីក៏លេចចេញជារូបរាងឡើងដែលមើលទៅមានរបៀបរៀបរយនិងរឹងមាំខ្លាំងគ្រាន់តែក្រាលបន្ទះរុស្ស៊ីពីលើបញ្ហាការពារភ្លៀងក៏ត្រូវបានដោះស្រាយភ្លាមគាត់ថែមទាំងចេះគិតគូរបំពាក់របងការពារកុំឲ្យកូនឆ្កែធ្លាក់ទឹកទៀតផងធ្វើរួចអាប៊ូក៏ចុះទឹកសាកល្បងដោយប្រើវិធីអុំដោយដៃជំនួសការធាក់ដោយជើងបើមើលមិនដឹងស្មានតែគាត់កំពុងដើរលេងនៅរមណីយដ្ឋានទៅហើយថែមទាំងប្រើកម្លាំងតិចមិនបាច់បារម្ភពីរឿងអស់ថាមពលឡើយអុំលេងមួយជុំរួចគាត់ក៏ឡើងគោកយកមើមដំឡូងដែលរើសបានមកបុកកិនដើម្បីយកមកលាបថែរក្សាសម្ផស្សទល់នឹងកៅអីរបស់គាត់បន្ទាប់ពីគយគន់ទេសភាពបន្តិចរួចអាប៊ូក៏បន្តអុំទូកទៅរកសម្ភារៈដើម្បីរស់នៅឲ្យបានស្រួលគាត់ចង់សេជាក្បូនហើយពង្រីកផ្ទៃទូកតាមវិធីចាស់វិធីនេះសាមញ្ញតែមានប្រសិទ្ធភាពភ្លាមឲ្យតែមានឫស្សីគ្រប់គ្រាន់ទោះចង់ពង្រីកវាឲ្យធំប៉ុនកោះក៏គ្មានបញ្ហាដែរពេលអាប៊ូក្រាលឥតនិងបិទគែមរួចផ្ទៃសម្រាប់ដើរលេងក្នុងផ្ទះក៏កើនឡើងពាក់កណ្ដាលចំណែកកន្លែងទំនេរនៅកណ្ដាលអ្នកទាំងអស់គ្នាប្រកាសជាទីដឹងថាគាត់ចង់ធ្វើអ្វីហើយពិតមែនហើយធនធានក្រោមទឹកនៅទីនេះសម្បូរណាស់អាប៊ូសម្រេចចិត្តកែច្នៃវាទៅជាស្រះត្រីដើម្បីកុំឲ្យពិបាកមុជទឹករកអាហាររាល់ថ្ងៃគាត់ចាប់ផ្ដើមដំឡើងស៊ុំបន្ទាប់មកយកបំពង់រុស្ស៊ីមករៀបជាជញ្ជាំងស្រះអាប៊ូទើបតែចាប់ផ្ដើមធ្វើស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងសំណាងល្អដែលគាត់មានបទពិសោធន៍បោះជំរំក្នុងព្រៃច្រើនឆ្នាំទើបរឿងប៉ុណ្ណេះមិនធ្វើឲ្យគាត់ភ័យស្លន់ស្លោឡើយសូម្បីតែអូតូចនៅមាត់ច្រាំងក្បែរផ្ទះគាត់ក៏មានចំនួនទឹកភ្លៀងតូចមួយដែរបន្ទាប់ពីធ្វើរួចអាប៊ូទម្លាក់ឧបករណ៍ចូលទឹកពេលនេះស្រះចិញ្ចឹមត្រីតូចមួយត្រូវបានបញ្ចប់ពេលសម្រាប់គាត់អាចនាំឆ្កែចុះមកងូតទឹកបានទៀតព្រោះរស់នៅព្រៃក៏ត្រូវរក្សាអនាម័យដែរចំណែកសំណល់ពីការធ្វើស្រះត្រីត្រូវបានអាប៊ូដៃធ្វើជាកន្ត្រកស្ពីបានយ៉ាងស្អាតដែលអាចដាក់អីវ៉ាន់បានច្រើនហើយថែមទាំងមានដំបូលការពារភ្លៀងនឹងថ្ងៃទៀតផងពិតជាមានប្រយោជន៍មែនអាប៊ូដើរស្វែងរករបស់ក្នុងព្រៃមិនយូរប៉ុន្មានក៏ប្រទះឃើញទំពាំងព្រៃនិងផ្លែឈើព្រៃដែលមិនស្គាល់ឈ្មោះជាច្រើនដែលទាំងនេះសុទ្ធតែជាវីតាមីនដ៏ល្អពីធម្មជាតិដើរទៅមុខបន្តិចទៀតគាត់ក៏រើសបានកូនចាប់ពីនៅក្រោមដើមឈើឃើញដូច្នេះក៏សម្រេចចិត្តយកទៅចិញ្ចឹមនៅផ្ទះប្រសើរជាងទុកវាចោលឲ្យស្លាប់ការដើររកចំណីលើកនេះពិតជាទទួលបានផលច្រើនណាស់ពេលចុះពីលើភ្នំគាត់ឃើញមានមាន់ព្រៃកំពុងរកចំណីដើម្បីចាប់វាអាប៊ូបានលូនចូលទៅក្បែរយ៉ាងប្រយ័ត្នប្រយែងអូមាន់នេះចេះហោះទៀតមើលទៅប្រកាសជាមិនមែនមាន់ស្រុកទេអាប៊ូហបាយចិត្តខ្លាំងណាស់ក៏យកបន្ទះរុស្ស៊ីមកត្បាញជាទ្រុងដើម្បីធ្វើជាអន្ទាក់ដោយប្រើជន្លេងជាធ្នាក់ហើយដាក់វានៅកន្លែងដែលសមស្របចំណែកលទ្ធផលគឺទុកឲ្យព្រំលិខិតជាអ្នកកំណត់ការទទួលបានផលលើកនេះពិតជាមិនគួរឲ្យជឿមែនព្រោះចាប់បានទាំងញីទាំងឈ្មោលបើទុកឲ្យវាបន្តពូជទៅថ្ងៃមុខនោះគាត់នឹងមានសាច់មាន់ហូបមិនខ្វះឡើយដើម្បីឲ្យពួកវាស៊ាំនឹងផ្ទះថ្មីអាប៊ូបានពង្រីកទីធ្លាបន្ថែមហើយសាងសង់ទ្រុងមាន់យ៉ាងយកចិត្តទុកដាក់រាល់ការភ្ជាប់សុទ្ធតែចិត្តល្អឥតខ្ចោះបើធ្វើដៃនេះនៅភូមិខ្ញុំយ៉ាងហោចណាស់ក៏ជាជាងឈើដែលរកចំណូលបានរាប់ម៉ឺនដែរព្រមទាំងមានការរចនាដំបូលយ៉ាងស្រស់ស្អាតទៀតផងសូម្បីតែឆ្កែក៏ចង់ចូលនៅដែរចុងក្រោយគាត់ធ្វើទ្វារនឹងសោទើបទ្រុងមាន់នេះរួចរាល់ជាស្ថាពរពេលមានបន្ទប់ដ៏ប្រណិតហើយអាហារឆ្ងាញ់ក៏មិនអាចខ្វះបានដែរគាត់មើលដឹងភ្លាមថាក្នុងដើមឈើងាប់នេះមានអាហារហើយលទ្ធផលក៏ដូចដែលគាត់គិតមែនគឺមានដង្កូវព្រៃជាច្រើនដែលសម្បូរទៅដោយប្រូតេអ៊ីនយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលនេះពិតជាល្អបំផុតសម្រាប់មាន់ឥឡូវនេះសមាជិកគ្រួសារកាន់តែច្រើនមាត់ឬស៊ីក៏កាន់តែច្រើនតើអាប៊ូនឹងធ្វើអ្វីបន្តទៀតថ្ងៃនេះពេលអាប៊ូកំពុងងូតទឹកឲ្យឆ្កែគាត់ក៏បានជួយសង្គ្រោះកូនចាប់ថ្មីមួយក្បាលទៀតកូនសត្វនេះហាក់ដូចជាមិនខ្លាចមនុស្សទេដើម្បីចិញ្ចឹមក្រពះសមាជិកទាំងអស់គាត់ត្រូវតែរកវិធីរកអាហារឲ្យបានច្រើនគល់ឈើប្រហោងទាំងនេះពិតជាមានប្រយោជន៍គ្រាន់តែបោះវាចូលជុំវិញស្រះត្រីហើយចាក់ដីចូលក៏ក្លាយជាសួនបន្លែថ្មីមួយទៀតកូនរុក្ខជាតិទាំងនេះជាអ្វីដែលគាត់ខំប្រឹងរកមកហើយអាកាសធាតុបែបនេះដាំបន្លែឆាប់ទទួលបានផលណាស់ជឿជាក់ថាមិនយូរប៉ុន្មានពណ៌បៃតងនឹងគ្រប់ដណ្ដប់ពេញទូករបស់គាត់ដោះស្រាយបញ្ហាអាហាររួចក៏ដល់ពេលត្រូវថែមសមាជិកក្នុងស្រះត្រីគាត់ច្នៃបន្ទះរុស្ស៊ីនិងដងឈើធ្វើជាទ្រុងចាប់ត្រីដ៏ធំមួយមើលតាមទំហំក៏ដឹងថាអាប៊ូមិនចង់បានត្រីតូចទេធ្វើរួចគាត់បិទទ្វារក្រោយចំណែកទ្វារមុខជាច្រកចូលរបស់ត្រីតែដើម្បីឲ្យទ្វារបិទបានទាន់ពេល
ត្រូវមានឧបករណ៍សម្រាប់កេះដំណើរការនេះសាមញ្ញណាស់ជឿថាអ្នកមើលទាំងអស់គ្រាន់តែឃើញក៏ចេះធ្វើដែរស៊ីភ្នែកប៉ុណ្ណេះធានាថាសត្វចូលហើយចេញមិនរួចទេពេលនេះអាប៊ូគ្រាន់តែធ្វើកង់រឹកហើយដំឡើងឧបករណ៍លើកដាក់ក៏អាចធ្វើការចាប់ត្រីនិងទម្លាក់អន្ទាក់បានយ៉ាងងាយស្រួលវិធីនេះមានប្រសិទ្ធភាពលឿនណាស់ត្រឹមតែ2នាទីកន្លះក៏មានត្រី2ជាប់អន្ទាក់ដែលនេះលឿនជាងការចុះមុជចាប់ផ្ទាល់មិនដឹងប៉ុន្មានដងត្រីអណ្ដែងធំជាងគេត្រូវយកទៅចិញ្ចឹមក្នុងស្រះរីឯត្រីទីឡាព្យាមួយក្បាលទៀតត្រូវគាត់លាងសម្អាតរួចយកទៅឆ្អើរលើចង្ក្រានកម្រិតជីវភាពនេះប្រៀបដូចជាការទៅលំហែកាយអញ្ចឹងធ្វើឲ្យខ្ញុំចង់ទៅសាកល្បងរស់នៅទីនោះ2-3ថ្ងៃដែររងចាំអាហារឆ្អិនអាប៊ូឲ្យឆ្កែភ្លក់រសជាតិមុនទើបគាត់ហូបតាមក្រោយទោះបីគ្មានគ្រឿងទេសអ្វីសោះក៏គាត់ហូបយ៉ាងឆ្ងាញ់ពិសាមួយអាទិត្យកន្លងផុតទៅបន្លែក្នុងសួនរបស់គាត់លូតលាស់យ៉ាងល្អដែលធ្វើឲ្យអាប៊ូដឹងថាគាត់ត្រូវការដំបូលទ្រើងដែលអាចធ្វើជាទ្រនុងផងនិងដំបូលបាំងថ្ងៃផងទៅថ្ងៃមុខនៅពេលវេលាដុះព័ទ្ធពេញអាប៊ូអាចអង្គុយលេងនៅពីក្រោមមើលទៅដូចជានៅក្នុងសួនដាំដុះក្នុងហ្គេមអញ្ចឹងហើយដំបូលនេះអាចព្យួរអាហារទុកបានទៀតមិនយូរប៉ុន្មានក៏មានទំពាំងក្រៀមហូបអាចនិយាយបានថាគាត់ពិតជាចេះរៀបចំជីវិតរស់នៅមែនទោះបីជាការរស់នៅលើទឹកតែគ្មានអ្នកណាថាហាមមិនឲ្យឡើងគោកទៅរកអីវ៉ាន់ទេភ្លៀងធ្លាក់កាលពីម្សិលមិញបាននាំយកឈើអន្តែតទឹកជាច្រើនមកហើយនៅខាងក្រោមក៏មានស្រូវដុះដោយធម្មជាតិទៀតនេះពិតជាសំណាងណាស់សូម្បីតែបញ្ហាជាតិម្សៅក៏ត្រូវបានដោះស្រាយបន្ទាប់ពីយកវាមកយ៉ាងប្រុងប្រយ័ត្នគាត់ក៏ប្រញាប់ពង្រីកទឹកដីរបស់គាត់ភ្លាមជាមួយនឹងសមត្ថភាពប៉ុណ្ណេះបើឲ្យពេលគាត់10ឆ្នាំហើយមានប្រពន្ធម្នាក់ទៀតប្រកាសជាអាចបង្កើតបានភូមិមួយមិនខានទាញកាមេរ៉ាមើលពីចម្ងាយទើបដឹងថាគាត់ពង្រីកផ្ទៃធំប៉ុណ្ណាប្រើវិធីចាស់រៀបឈើឲ្យស្អាតបន្ទាប់មកច្នៃបំពង់ឫស្សីជាកន្ទេលចុងក្រោយសង្កត់កែមឲ្យណែនក្បូនអន្តែតក៏លេចចេញជារូបរាងឡើងយ៉ាអាំងលឿនបន្តទៅរកដីស្អិតគុណភាពល្អនៅមាត់ច្រាំងយកមកក្រាលក្នុងវាលស្រែរបស់ពេលវេលាកន្លងផុតទៅថ្ងៃនេះអាប៊ូរើសបានឫស្សីជាច្រើននៅមាត់ច្រាំងដោយសារឧបករណ៍ចាប់ត្រីមុនរៀងធ្ងន់និងពិបាកប្រើលើកនេះគាត់សម្រេចចិត្តធ្វើទ្រុងចាប់ត្រីថ្មីមួយទៀតរបៀបធ្វើក៏ងាយស្រួលគ្រាន់តែមានកន្ត្រកវ៉ាលិចនិងគម្របមួយផ្គុំចូលគ្នាក៏រួចរាល់លើកនេះគាត់បានរៀនពីបទពិសោធន៍មុនមិនត្រឹមតែស្រាលជាងមុនទេថែមទាំងប្រព័ន្ធបិទទ្វាររហ័សជាងមុនទៀតសំខាន់បំផុតគឺអាចភ្ជាប់ជាមួយទូកល្បឿនលឿនបានអាចចាប់ត្រីបានគ្រប់ពេលដោយគ្មានដែនកំណត់អាប៊ូចាប់បានកូនត្រី2-3ក្បាលពីណាមិនដឹងយកមកធ្វើជានុយដាក់ក្នុងអន្ទាក់ចំណែកលទ្ធផលគឺទុកឲ្យសំណាងជាអ្នកចាត់ចែងពេលកំពុងរងចាំអាប៊ូបំរុងដើរលេងក្នុងភ្នំតែនឹកស្មានមិនដល់ថាមានក្តាមទឹកសាបជាច្រើននៅក្បែរមាត់អូដែលមានទំហំមិនតូចទេប្រូតេអ៊ីនខ្ពស់បែបនេះត្រូវតែចាប់យកទៅទាំងអស់1ម៉ោងក្រោយមកអាប៊ូត្រឡប់មកមើលអន្ទាក់ក្រៅពីបានត្រីគល់រងទម្ងន់ជិត2គីឡូក៏មានអណ្ដើកព្រៃធំមួយក្បាលទៀតបងប្អូនឲ្យមើលទៅពិតជាអស្ចារ្យណាស់មែនទេជាមួយនឹងលទ្ធផលនេះអាប៊ូសប្បាយចិត្តណាស់ក៏យកវាទៅចិញ្ចឹមក្នុងស្រះទុកសម្រាប់បរិភោគនៅថ្ងៃបុណ្យទានអាហារថ្ងៃត្រង់គ្រាន់តែហូបក្តាម2-3ក្បាលក៏បានទោះសាច់វាតិចតែដោយសារមានច្រើនមួយពេលនេះគឺគ្រប់គ្រាន់សម្រាប់គាត់ហូបយ៉ាងឆ្អែតម្សិលមិញអាប៊ូពង្រីកទូកដើម្បីដាំស្រូវថ្ងៃនេះមានអារម្មណ៍ថាកន្លែងនៅតូចពេកដូច្នេះគាត់ក៏ប្រើឈើដែលនៅសល់មកពង្រីកបន្ថែមដើម្បីការពារពេលមានខ្យល់ព្យុះភ្លៀងគាត់មានឃ្លាំងស្តុកអាហារគិតដល់ចំណុចនេះអាប៊ូក៏បន្ថែមល្បឿនមិនយូរប៉ុន្មានក្បូនថ្មីក៏លេចចេញជារូបរាងឡើងបន្ទាប់មកក៏បន្តពង្រីកគ្រោងសាងសង់ដើម្បីធ្វើជាគ្រោងដំបូលផ្ទះចំណែកឯសួនបន្លែដែលគាត់ដាំក៏ចាប់ផ្ដើមផ្ដល់ផ្លែផ្កាជាលើកដំបូងដែលនេះគឺបានមកពីការថែទាំយ៉ាងដិតដល់របស់គាត់វិធីធ្វើក្បឿងដំបូលគឺខុសប្លែកពីមុនបន្តិចគាត់បកបន្ទះឫស្សីរួចយកទៅអាំងភ្លើងឲ្យស្ងួតទឹកបន្ទាប់មកត្បាញចូលគ្នាបង្កើតជាក្បឿងរាងកោងត្រង់នេះបញ្ជាក់ថាអាប៊ូពិតជាមានជំនាញវិជ្ជាជីវៈមែនពេលគាត់ធ្វើជញ្ជាំងបាំងនិងបំពាក់វាំងបង្អួចរួចការកែមអសាឡាទៀននេះក៏ត្រូវបានបាញ់ចប់ទាំងស្រុងជាមួយនឹងបច្ចេកទេសភ្ជាប់ដ៏ប៉ិនប្រសប់នេះសូម្បីតែក្រុមជាងសំណង់ទូទៅក៏មិនហ៊ានអះអាងថាអាចធ្វើបានដែរធ្វើរួចផឹកទឹកតែត្រជាក់បោកខ្យល់លេងសម្រាប់អាប៊ូជីវិតនៅទីហោឋានគឺងាយស្រួលនិងសុខសាន្តបែបនេះឯងពេលនេះចង្ក្រានបណ្ដោះអាសន្នដែលធ្វើពីមុនក៏ដល់ពេលត្រូវផ្លាស់ប្ដូរចេញកន្លែងថ្មីគឺនៅខាងក្រោមឃ្លាំងគាត់ប្រើពុម្ពកំណត់ទីតាំងរួចចាក់ដីឥដ្ឋចូលភាពជិតផ្ចង់នេះបើមើលទៅដឹងតែពីក្មេងធ្លាប់លេងដីឥដ្ឋហើយធ្វើរួចអាប៊ូប្រញាប់បង្កាត់ភ្លើងសាកល្បងចង្ក្រានថ្មីនេះបញ្ចេញផ្សែងបានល្អនិងឆេះបានល្អណាស់ប្រសិទ្ធភាពធ្វើម្ហូបក៏លឿនជាងមុនជាច្រើនដងមុខម្ហូបទំពាំងឆាខ្យងនេះមានរសជាតិឆ្ងាញ់ល្មមញ៉ាំហើយស្រឡះមុខស្រឡះមាត់ក្រោយមេឃភ្លៀងធ្លាក់ផ្ទះថ្មីទាំងមូលមើលទៅស្រស់បំព្រងឡើងវិញ
សម្លឹងមើលស្នាដៃដែលខំប្រឹងជាងកន្លះឆ្នាំធ្វើឲ្យអាប៊ូមានមោទនភាពយ៉ាងខ្លាំងដោយសារអាកាសធាតុមិនអំណោយផលក្នុងការធ្វើការខាងក្រៅសុខចិត្តនៅផ្ទះបង្កើតរបបកំហាញថ្មីគាត់ចិត្តរស័យឲ្យស្រួចនិងចោះប្រហោងចំកណ្ដាលបន្ទាប់មករកខ្សែសរសៃអំបោះមកចាក់បញ្ចូលគ្នាតាមពិតគាត់ចង់ត្បាញសំណាញ់ត្រីព្រោះវាជួយឲ្យចាប់ត្រីបានលឿនជាងមុនមិននឹកស្មានថាក្រៅពីពូកែសាងសង់អាប៊ូក៏ប៉ិនប្រសពខាងការងារដេរត្បាញដែរមិនយូរប៉ុន្មានសំណាញ់ត្រីទំហំ 2x3 ក៏រួចរាល់បន្ទាប់មកគាត់ដំឡើងជើងទៅមកជុំវិញស្រះត្រីហើយភ្ជាប់ជាមួយប្រព័ន្ធរករួចដោះឧបករណ៍ស្ទូចចេញពីទូកគ្រាន់តែលាសំណាញ់ចេញបែបនេះក៏អាចបញ្ជាឲ្យវាចុះឡើងបានយ៉ាងងាយស្រួលតាមរយៈការបង្វិលរកដោយដៃពេលព្រះអាទិត្យជិតលិចការចាប់ត្រីនៅពេលយប់នឹងមានការលំបាកខ្លាំងប៉ុន្តែសំណាងល្អដែលអាប៊ូមានវិធីសាស្ត្ររបស់គាត់ដោយគាត់ព្យួរអំពូលភ្លើងបោះជំរុំនៅកណ្ដាលសំណាញ់នោះត្រីនឹងមករួមប្រជុំគ្នានៅទីនេះដោយសារឥទ្ធិពលនៃពន្លឺនេះពិតជាត្រូវនឹងពាក្យចាស់ពោលថាចេះមុខវិជ្ជាគណិតវិទ្យាសាស្ត្រនិងគីមីវិទ្យាដើរទៅទីណាក៏មិនខ្លាចអ្វីដែរអាហារដ៏ឈ្ងុយឆ្ងាញ់នេះអាប៊ូក៏ដាក់ខ្ទះចាក់ប្រេងបំពងត្រីឲ្យឈ្ងុយបន្ទាប់មកបេះត្រសក់ពីរបីផ្លែនិងទេសផ្លោកដែលគាត់ដាំផ្ទាល់ដៃដើម្បីធ្វើទឹកជ្រលក់រូបមន្តពិសេសមួយកម្រិតជីវភាពបែបនេះស៊ីវិល័យជាងមនុស្សទូទៅដែលរស់នៅផ្ទះទៅទៀតសូម្បីតែឆ្កែក៏ទទួលបានចំណែករបស់វាដែរញ៉ាំឆ្អែតហើយអាប៊ូកម្រងដើររំលាយអាហារដោយនាំកូនចៅរបស់គាត់ចេញដំណើរទៅជាមួយថ្ងៃនេះអាប៊ូរៀបចំចូលជ្រៅទៅក្នុងព្រៃព្រោះរបស់របរនៅមាត់ច្រាំងជិតអស់ហើយគាត់ដើរតាមមាត់អូររហូតដល់រកឃើញរូងភ្នំមួយនៅក្រោមទឹកជ្រោះខាងក្រោមរូងភ្នំមានគ្រៃសេមួយមើលទៅប្រហែលជាមានអ្នកធ្លាប់មកស្នាក់នៅទីនេះកាលពីមុនពេលនោះឆ្កែក៏ឮសំឡេងអ្វីម្យ៉ាងពេលចូលទៅមើលចិត្តទើបដឹងថាជាកូនឆ្មាអនាថាពីរក្បាលបើទុកចោលពួកវាប្រហែលរស់បានមិនដល់ប៉ុន្មានថ្ងៃទេដូច្នេះអាប៊ូក៏សម្រេចចិត្តយកពួកវាទៅជាមួយកូនសត្វទាំងនេះមិនខ្លាចមនុស្សតតែសោះពេលនេះមាត់ត្រូវស៊ីក៏កើនឡើងទៀតហើយអាប៊ូក៏មិនកំណាញ់ក្នុងការយកត្រីដ៏មានតម្លៃរបស់គាត់មកធ្វើជាអាហារដំបូងសម្រាប់ស្វាគមន៍ពួកវាចូលមកកាន់ផ្ទះថ្មីពេលវេលាកន្លងផុតទៅជាមួយខែទៀតស្រូវនៅក្នុងស្រែរបស់គាត់ជិតទុំហើយប៉ុន្តែទូកគ្រូសេរបស់គាត់ជិតដល់ពេលត្រូវខូចហើយដូច្នេះអាប៊ូក៏ទៅរកគល់ឈើដ៏ធំមួយដើម្បីធ្វើទូកឈើថ្មីស្រឡាងមួយមានគំនិតហើយគាត់ក៏អាចឈើមូលនោះជាបន្ទះបន្ទាប់មកប្រើខ្សែវាស់កំណត់រួចកាត់ជាបន្ទះក្តារដែលមានប្រវែងប៉ុនគ្នាសម្រាប់ផ្ទៃដែលមិនស្មើអាប៊ូត្រូវប្រើឈូសដើម្បីឈូសវាឲ្យរលោងចុងក្រោយលាបកាវនិងដំដែកគោដើម្បីបន្ទឹងវាផ្គុំវាចូលគ្នាលើកនេះវត្ថុធាតុដើមសម្រាប់សាងសង់គឺរឹងមាំជាងមុនហើយត្រូវតាមគោលការណ៍កម្លាំងខ្យល់អាកាសធានាថាប្រើបាន2ឆ្នាំកន្លះមិនមែនជាបញ្ហាទេធ្វើរួចក៏ខាត់បាតទូកឲ្យរលោងដើម្បីកាត់បន្ថយកម្លាំងគិតពេលធ្វើដំណើរពេលអាប៊ូដំឡើងកម្រាលនិងឆ្លាក់ដងអុំរួចរាល់ទូកល្បឿនលឿនអុំដោយដៃថ្មីមួយគ្រឿងក៏ត្រូវបានបញ្ចប់អាប៊ូក៏ចុះទឹកសាកល្បងលទ្ធផលគឺពិតជាដូចដែលគាត់រំពឹងទុកមែនបើថ្ងៃមុខយកវាទៅរកសម្ភារៈប្រកាសជាអាចសន្សំពេលធ្វើដំណើរបាន10ដងថ្ងៃស្អែកគាត់នឹងច្រូតស្រូវដែលគាត់បានដាំនិងធ្វើឧបករណ៍បុកស្រូវដល់ពេលនោះទើបគាត់អាចរស់នៅដោយពឹងផ្អែកលើខ្លួនឯងបានយ៉ាងពិតប្រាកដដោយមិនដឹងខ្លួនអាប៊ូបានរស់នៅក្នុងព្រៃពេញមួយឆ្នាំហើយជីវិតរបស់គាត់ក៏ចូលដល់កន្លងធម្មតាវិញស្រូវដែលគាត់ដាំកាលពីដៅក្តៅពេលនេះក៏ដល់ពេលប្រមូលផលហើយគាត់កាត់វាពីគល់យ៉ាងប្រុងប្រយ័ត្នបន្ទាប់មកយកចំបើងមកចងវាជាបាច់ហើយដាក់ហាលើដីចំបើងដែលនៅសល់ក្រៅពីអាចយកមកបង្កាត់ភ្លើងក៏អាចយកមកធ្វើជាកញ្ចែផ្លុំលេងបានដែររបស់នេះជឿថាគ្រប់គ្នាមិនចម្លែកទេហើយប្រហែលជាធ្លាប់សាកល្បងលេងកាលពីក្មេងបន្ទាប់ពីកំសាន្តលេងបន្តិចហើយអាប៊ូក៏រកបន្ទះឈើចាស់មកដំជាប្រអប់ឈើតូចមួយយ៉ាងសាមញ្ញពេលនេះគ្រាន់តែយកកណ្ដាប់ស្រូវមកបោកលើវាក៏អាចបំបែកគ្រាប់ស្រូវចេញបានយ៉ាងមានប្រសិទ្ធភាពជាមួយនឹងគំនិតរស់រានមានជីវិតដ៏ច្បាស់លាស់បែបនេះតើមានមនុស្សប៉ុន្មានអ្នកអាចធ្វើបានដូចគាត់នៅក្នុងព្រៃជារៀងរាល់ថ្ងៃនៅពេលដល់ម៉ោងបាយគាត់តែងតែទៅមាត់ទន្លេដើម្បីចាប់ខ្យងព្រោះរបស់នេះគឺជាប្រភពសាច់ដ៏ស្ថិតស្ថេរបំផុតរាល់លើកអាប៊ូតែងតែទទួលបានផលយ៉ាងច្រើនការរស់នៅក្នុងព្រៃការងារគ្រប់យ៉ាងត្រូវតែធ្វើដោយផ្ទាល់ដៃទោះបីមើលទៅមិនសូវគួរឲ្យចង់ញ៉ាំប៉ុន្តែដោយសារអាហារក្នុងព្រៃកម្រមានក៏នៅតែធ្វើឲ្យអាប៊ូញ៉ាំយ៉ាងឆ្ងាញ់ពិសាដោយសារការងារហាលស្រូវមិនទាន់រួចរាល់ដូច្នេះអាប៊ូត្រូវបន្តទៀតគាត់យកបន្ទះឫស្សីចាស់មកបំបែកជាចំណិតរួចត្បាញតាមវិធីសាស្ត្រលើក្រោមឆ្វេងស្ដាំគ្រាន់តែធ្វើចុះឡើងរាប់មិនអស់ដងក៏ទទួលបានកន្ទេលដ៏ស្អាតមួយប៉ុន្តែរបស់នេះមិនមែនសម្រាប់ដេកទេគឺសម្រាប់ហាលស្រូវវាមិនត្រឹមតែអាចការពារសំណើមពីដីបានល្អប៉ុណ្ណោះទេថែមទាំងការពារមិនឲ្យគ្រាប់ស្រូវធ្លាក់ចូលតាមចន្លោះកម្រាលឥដ្ឋទៀតផងពេលនេះនៅសល់តែការងាររបស់សម្បកស្រូវចុងក្រោយមួយទៀតទេនឹងបានបាយសហូបហើយមានគោលដៅហើយគាត់ប្រញាប់កាត់គល់ឈើមួយរួចប្រើអង្រែនិងកន្ត្រៃដាប់ដើម្បីចោះប្រហោងខាងក្នុងឈើនេះរឹងពេកបើប្រើកម្លាំងបាយរៀងពិបាកបន្តិចដូច្នេះគាត់ក៏សម្រេចចិត្តដូរទៅប្រើវិធីដែលងាយស្រួលជាងគឺប្រើភ្លើងដុតពេលដុតត្រូវគ្រប់គ្រងកម្លាំងភ្លើងឲ្យបានល្អបើមិនដូច្នេះទេឈើទាំងមូលនឹងខូចត្រូវធ្វើម្ដងទៀត
3 ម៉ោងក្រោយមកជំរឿខាងក្នុងក៏បានដល់កម្រិតដែលចង់បានមិនទាន់បានសម្រាប់ផងគាត់ក៏ប្រើជំនាញដៃដ៏ចំណានរបស់គាត់ប្រញាប់បង្កើតឧបករណ៍បុកស្រូវដោយដៃមួយទៀតគ្រាន់តែផ្គុំវាទាំងពីរចូលគ្នាការងាររបស់សម្បកស្រូវនឹងអាចដំណើរការបានយកអាងរលូនដោយក្តីពេញចិត្តអាប៊ូក៏ចាក់ស្រូវចូលដើម្បីសាកល្បងប្រសិទ្ធភាពភ្លាមលទ្ធផលគឺល្អឥតខ្ចោះគាត់បន្តរែងយកអង្ករចេញពីអង្កាមចំណែកទឹកលាងអង្ករក៏អាចយកទៅឲ្យត្រីស៊ីបានទៀតពេលនេះអាប៊ូលែងគ្រាន់តែជាអ្នកអស៊ូរស់រានក្នុងព្រៃទៀតហើយតែជាអ្នករីករាយនឹងជីវិតយ៉ាងពិតប្រាកដគ្រាប់អង្ករនីមួយសុទ្ធតែពេញល្អអង្ករមួយគំនរនេះគ្រប់គ្រាន់សម្រាប់គាត់ហូបបានជាច្រើនថ្ងៃគ្រាន់តែមិនដឹងថាគាត់នេះចាយវាខ្ជិះខ្ជីឬក៏យ៉ាងណាទេបែរជាយកអង្ករដ៏មានតម្លៃទៅឲ្យមន់ស៊ីទៅវិញនេះបាននិយាយពីមន់វិញគឺគ្មានអ្វីត្រូវត្អូញត្អែទេដើម្បីអបអរពេលវេលាជាប្រវត្តិសាស្ត្រនេះអាប៊ូសម្រេចចិត្តធ្វើម្ហូបឆ្ងាញ់ដើម្បីផ្ដល់រង្វាន់ដល់ខ្លួនឯងឆ្លៀតពេលរងចាំបាយឆ្អិនគាត់ក៏ទៅបេះបន្លែដែលដាំផ្ទាល់ដៃហូបឆ្អែតហើយក៏ទៅឲ្យចំណីមាន់ស្រោចទឹកបន្លែនិងទៅរកទឹកឃ្មុំក្នុងភ្នំព្រោះការធ្វើការបូកផ្សំរវាងការងារនិងការសម្រាកទើបអាចរស់នៅបានយូរអង្វែងអ្នកដែលធ្លាប់មើលវីដេអូខ្ញុំប្រកាសជាដឹងហើយថាក្មេងនេះចូលចិត្តការពារមុនមានបញ្ហាដូច្នេះបន្ទាប់ពីយកទឹកឃ្មុំមកវិញអាប៊ូក៏យកក្តារឈើមកដំឡើងជាធុងចិញ្ចឹមឃ្មុំមួយរួចដកយកសម្បុកឃ្មុំចេញពីគល់ឈើយ៉ាងប្រុងប្រយ័ត្នហើយយកវាទៅដាក់ក្នុងផ្ទះថ្មីដែលធ្វើដោយខ្លួនឯងជឿថាមិនដល់10ថ្ងៃកន្លះខែទេគាត់នឹងមានទឹកឃ្មុំហូបមិនចេះអស់មកដល់ពេលនេះផ្ទះថ្មីរបស់អាប៊ូគឺចាត់ទុកថាសឹងតែរួចរាល់ទាំងស្រុងទៅហើយគាត់អាចរស់នៅទីនេះយ៉ាងស្ងប់សុខបានហើយ